គ្រប់ជំរាបសួរទៅកាន់ត្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាសម្រាប់ព្រឹកនេះគឺខ្ញុំនឹងធ្វើការថតបង្ហាញទាក់ទងជាមួយថ្មខ្លះហ្នឹងឯងកុំឲ្យស្ងាត់ព្រោះខាន់តម្លាក់វីដេអូយូរថ្ងៃដែរហើយជាមួយនឹងការបកស្រាយការនិយាយការអធិប្បាយផ្សេងៗនេះគឺជាប្រភេទត្បូងថ្មធម្មជាតិនៅក្នុងខេត្តព្រះវិហារគេហៅថាថ្ម Agate ប៉ុន្តែ Agate នេះគឺចូលសាច់ចង់ទៅជា Jasper ទៀតហើយមានន័យថាសាច់កាយ៉ៅផងហើយសាច់ផ្កាផងប៉ុន្តែជាប្រភេទសាច់ដែលមានទឹកចំហួយទឹកកមូនតែមួយដែលជាគុណប្រយោជន៍សម្រាប់ការប្រើប្រាស់ជាអលង្ការហើយនឹងជាបដិមាអលង្ការបានន័យថាជាចម្លាក់រូបបដិមាណាមួយដែលយើងប្រើជាខ្សែកឬមួយក៏ជាខ្សែអដ្ឋានខ្សែជំនឿផ្សេងៗព្រោះត្បូងថ្មធម្មជាតិជាទូទៅគឺមានកម្លាំងពីធម្មជាតិដែលអាចជួយជំរុញឲ្យការប្រើប្រាស់បូកផ្សំជាមួយនឹងអូមសមនស្សមានន័យថាភាសាអូមឬមួយក៏ភាសាបាលីគុណផ្សេងៗហ្នឹងមានប្រសិទ្ធភាពមានគុណប្រយោជន៍ហើយនឹងអ្វីផ្សេងៗគឺប្រើប្រាស់នៅក្នុងហេតុផលតាមក្បួនវិទ្យាសាស្ត្រក៏ជាផ្នែកមួយនៅក្នុងការជួយជំរុញទៅដល់ទឹកចិត្តជំរុញដល់កម្លាំងកាយកម្លាំងចិត្តហើយជំរុញទៅដល់កម្លាំងធម៌ពលសរីរាង្គសារពាង្គកាយឲ្យធ្វើការមានរបត់ឈាមមានអីផ្សេងៗហ្នឹងគឺមានគំរូល្អមានតម្រូវល្អមានកលងល្អមានអីចឹងទៅនេះគឺត្បូងថ្មធម្មជាតិអញ្ចឹងយើងអ្នកដែលកំពុងតែរកស៊ីដែលកំពុងតែចាប់អាជីវកម្មឬមួយក៏អីផ្សេងៗហ្នឹងបើសិនជាយើងមានបើសិនជាយើងមានការពាក់កម្មពាក់ថ្មពាក់ត្បូងអីផ្សេងៗគឺសិតតែជាផ្នែកមួយក្នុងការជំរុញឲ្យការរកស៊ីមានប្រសិទ្ធភាពមានគុណប្រយោជន៍ខ្ពស់ប៉ុន្តែបើសម្រាប់ថាបងប្អូនគ្នាយើងមានបានធូធីហើយយើងពាក់មាសពាក់ប្រាក់ពាក់របស់ដែលជាលោហៈប្រណិតលោហៈពិសេសលោហៈមានតម្លៃអីផ្សេងៗគឺរត់តែពិសេសហើយពិសេសជាងគេទៀតកាន់តែមានបានកាន់តែធូធីគឺពាក់ពេជ្រដល់កម្រិតវិញគឺចូលប្រភេទកែវវិញហើយហ្នឹងមានប្រភេទត្បូងថ្មមានប្រភេទកែវគុជហ្នឹងច្រើនទម្រង់ប៉ុន្តែយើងបែងចែកមកតែពីរទេមានថ្មហើយលោហៈថ្មលោហៈអម្បូរថ្មគឺជំនួយក្នុងហេតុផលផ្សេងអម្បូរលោហៈគឺក្នុងហេតុផលផ្សេងក្នុងការប្រើប្រាស់ណាយើងប្រើប្រាស់ក្នុងហេតុផលបង្ហាញពីឫទ្ធិអំណាចផ្សេងៗពីភាពអស្ចារ្យពីភាពខ្លាំងរបស់យើងដែលបានប្រឹងប្រែងធ្វើអាជីវកម្មឬមួយដំណើរក្នុងការរកស៊ីឲ្យមានប្រសិទ្ធភាពមានគុណប្រយោជន៍ផ្សេងៗមានផលបានអីចឹងទៅគឺយើងប្រើប្រាស់ត្បូងសំទោសយើងប្រើប្រាស់ប្រភេទលោហៈមាសអីចឹងទៅនៅថ្ងៃអនាគតប៉ុន្តែបច្ចុប្បន្នបើសិនយើងចាប់ផ្ដើមរកស៊ីផ្សេងៗយើងប្រើប្រាស់ពួកអម្បូរថ្មនេះពួកអម្បូរថ្មគឺផ្ដល់នូវសេរីផ្ដល់នូវលាភជ័យផ្ដល់នូវភាពអ្នកខាត់ត្រឹកល្អផ្សារច្រើនមែនតើណាយើងប្រើប្រាស់ទៅគឺប្រសិទ្ធភាពគុណប្រយោជន៍ខ្ពស់អញ្ចឹងអត់មានផលរំខានមានផលប៉ះពាល់ណាទេមានផលរំខានមានផលប៉ះពាល់ណាទេអត់មានភាពសូយអត់មានអីទេណាមិនដូចយើងពាក់លោហៈអាចមានហេងមានសូយតែសម្រាប់ត្បូងថ្មធម្មជាតិអត់ទេហើយបើសិនយើងលៃត្រូវតាមថ្ងៃតាមខែតាមពេលវេលាតាមអីផ្សេងរកគេអ្នកជំនាញមើលថ្ងៃខែយើងប្រើប្រមាណក្របចំនួនលេខប្រមាណលីផ្សេងទៀតនឹងតាមក្បួនតាមខ្នាតទៀតរត់អស្ចារ្យទៀតហ្នឹងហើយអញ្ចឹងឥឡូវមានតែប៉ុណ្្នេះសម្រាប់ការបទបង្ហាញបកស្រាយផ្សេងបង្ហាញទៅកាន់ពុកម៉ែបងប្អូនអរគ្នាមានអ្វីដែលជាចំណុចខុសឆ្គងសូមតាកាន់តែទៅផងជូនពរសុខចម្រើនមានលាភមានជ័យសិរីសួស្តីទាំងអស់គ្នាបាទអរគុណគ្រប់ជម្រាបលា